បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះដែរខ្ញុំមានតួអង្គចម្លាក់យើងបាទ3អង្គហ្នឹងហើយអង្គទី1នេះគឺសាងពីបញ្ញាក្អែកដើមកងោកហ្នឹងហើយបញ្ញាក្អែកដើមកងោកកម្ពស់4ហ៊ុនបាទមានបញ្ចុះនៃធាតុផ្សំ5មុខហ្នឹងហើយមានអស័យ7ជូរហើយនឹងអង្ក្រងកត្រៀងខេតនិងស្ដៅហ្នឹងហើយ5មុខបាទទឹកដៃឆ្លាក់ដោយដៃហ្នឹងហើយបាទនិយាយពីຂ្នាតគឺត្រឹមត្រូវបាទការវាស់ຂ្នាតបាទហ្នឹងហើយខ្ញុំចាក់ຂ្នាតឲ្យពុកម៉ែបងប្អូនមើលបាទຂ្នាតយើងត្រូវចាក់ຂ្នាតយើងចាក់ពីភ្នែនហ្នឹងហើយនឹងជើងសក់បាទគឺត្រូវហ្នឹងហើយដោយសារដៃមិនជាហៀងហ្នឹងហើយអធិស្ឋានផងគឺត្រូវហ្នឹងគឺបាទត្រូវຂ្នាតហ្នឹងហើយសាងពីបញ្ញាក្អែកដើមកងោកបាទប៉ុណ្ណេះយើងអាចទទួលយកបានហើយឆ្លាក់ដោយដៃហ្នឹងហើយយើងគោរពថែរក្សានិងគោរពបូជាយើងយកទៅគឺល្អប្រពៃការណាឆ្លាក់ត្រូវຂ្នាតគឺយើងថែរក្សាដល់យើងហើយបាទដល់កូនចៅយើងចំណងក្រោយបាទហ្នឹងហើយក៏ប្រាប់ជាងឲ្យឆ្លាក់ត្រូវຂ្នាតហ្នឹងហើយភ្នែនខ្ញុំយកប៉ុណ្ណេះមកល្មមភ្នែនຂ្នាតបតោងយើងយកធំពេកអត់ស្អាតទេភ្នែនប្រវត្តិដៃមិនជាហៀងជាស្រ័យផងបាទមិនតន់រោជើងកាមេរ៉ាចាំមើលតនេតិចរោជើងកាមេរ៉ាយើងស្រួលកាន់ដៃមិនជាហៀង2ហ៊ុនកន្លះ20លីកន្លះហ្នឹងហើយប៉ុណ្ណឹងយើងអាចទទួលយកបានណាខ្នាតបតោងខ្សែកហើយអង្គនេះដែរបាទសាងពីបញ្ញាក្អែកកទូតព្រៃសាច់បញ្ញាបាទដាក់ចង់និយាយថាបញ្ញាប៉ុន្តែคล้ายជាទុកយូរទៅឲ្យចង់ដូចដើមអញ្ចឹងណាហ្នឹងហើយមកឆោពពាន់បញ្ញាថ្ងៃបញ្ញាអស័យស្តៀងដើមដែរពោះ4ហ៊ុនខ្ញុំចាក់ភ្នែនចាក់កពស់4ហ៊ុន2ហ្នឹងហើយ4ហ៊ុន2ចាក់ភ្នែនបាទ20កន្លះហ្នឹងហើយត្រូវຂ្នាតហើយអង្គនេះដែរសាងពីកទួតព្រៃដែរបញ្ញាក្អែកកទួតព្រៃទឹកដៃស្អាតឆ្លាក់ដោយដៃកម្ពស់4ហ៊ុនយើងយឺតបន្តិចដោយសារយើងដៃមិនជាហៀងហ្នឹងហើយ
4 ហ៊ុនហើយភ្នែនយើងបាត់ប្រឡាំងយើងយកពទា22នឹង22លីដោយសារនេះធ្វើប្រាប់ជាងឲ្យគាត់ធ្វើដៃបញ្ញាយើងតូចចឹងយើងយកតាមតូចហ្នឹងហើយចាក់ភ្នែនបាទគឺត្រូវຂະຫນາດបាទកាយយើងចាក់ភ្នែនគឺចឹងបាទទៅដល់ច្បូតសក់គឺត្រូវហើយហ្នឹងហើយត្រូវភ្នែនត្រូវຂະຫນາດហ្នឹងហើយត្រូវຂະຫນາດ3អង្គហ្នឹងហើយស្អាតណាស់ទឹកដៃតនលេបប្រេងទេបាទតនលេបប្រេងប្រភ័ក្រស្រស់ប្រព្រឹមតួអង្គ3អង្គហ្នឹងគឺកពុតផ្ចាញ់មានបលាំងពេជ្រហ្នឹងហើយស្រឡាញ់អាចតាក់ទងបានហ្នឹងហើយមិនថ្លៃណាស់ណាទេមកសំល្មមអាចពុកម៉ែបងប្អូនទទួលយកបានហ្នឹងហើយធានាឲ្យសុតស្រិនហ្នឹងហើយមិនសុតអត់យកលុយទេហ្នឹងហើយពុកម៉ែបងប្អូនស្រឡាញ់អាចតាក់ទងបានហើយកុំភ្លេចជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីទុកគ្រាន់ស្ដាប់កំសាន្តហ្នឹងហើយលេខ Telegram របស់ខ្ញុំហ្នឹង097 54 88 091ហ្នឹងហើយស្អាតណាស់3អង្គនេះហ្នឹងហើយបើបងប្អូនមិនទាន់ទុកចិត្តទេអាចចូលទស្សនាសិនក៏បានដែរហ្នឹងហើយបាទសម្រាប់ខ្ញុំផ្ទាល់គឺរ៉ូស៊ីអត់មានកេងប្រវ័ញ្ចបងប្អូនទេគឺស្មោះត្រង់ហ្នឹងហើយមិនអួតខ្លួនឯងទេបើពុកម៉ែបងប្អូនទុកចិត្តអាចតាក់ទងបានហ្នឹងហើយមិនថ្លៃទេប៉ុន្តែយើងអាចទទួលយកបានពីមុនមកខ្ញុំបាទហ្នឹងគឺជីវពីគេដែរដោយសារគេដាក់ជីវថ្លៃពេកឥឡូវក៏ចាប់ផ្ដើមបាទជីវបញ្ញាទៅបានបញ្ញាខ្លួនឯងខ្លះទៅជីវគេខ្លះទៅហ្នឹងហើយសាងខ្លួនឯងខ្លះនឹងដាក់ជីវចែកជូនពុកម៉ែបងប្អូនហ្នឹងហើយអត់លក់ដូរទេបងអើយហ្នឹងហើយគ្រាន់តែចែកជីវជូនពុកម៉ែបងប្អូនយកទៅគោរពថែអាសាគោរពបូជាហ្នឹងហើយអញ្ចឹងវីដេអូមានប៉ុណ្្នឹងហើយពុកម៉ែបងប្អូនហ្នឹងហើយអរគុណច្រើន